របៀបធ្វើពងមាន់និងថៃសាម៉នថែមទឹកស្អ៊ីវលើកនេះគឺខ្ញុំធ្វើរូបមន្តរបស់កូរ៉េមករៀងអស់លុយទិញគ្រឿងផ្សំតិចតែយើងបានរសជាតិទឹកស្អ៊ីវរបស់កូរ៉េឈ្ងុយឆ្ងាញ់ស្តៀងនៅហាងអញ្ចឹងតែរបៀបធ្វើក៏ងាយដែរថ្ងៃនេះមកសម្ពោធឆ្នាំងថ្មីហ្មងហើយឡងស្អាតខ្ញុំមានវាស់តាមបរិមាណចានឲ្យបងប្អូនស្រួលវាស់ទៀតខ្ញុំដាក់ទឹក700មីលីលីត្រស្មើនឹង3ចានកន្លះខ្ញុំប្រើជាមួយនឹងទឹកស្អ៊ីវជប៉ុនមួយកូរ៉េអីក៏បានដែរទឹកស្អ៊ីវ400មីលីលីត្រស្មើនឹង2ចានជាមួយនឹងស្ករស5ស្លាបព្រាហើយខ្ញុំមានជាមួយនឹងម្រេចខ្ចីស្លឹកខ្ទឹមចិន1គល់ខ្ទឹមស4កំពឹសប៉ោម2ផ្លែខ្ទឹមបារាំង1មើមហើយយើងធ្វើការដាក់ចូលទឹកស្អ៊ីវទាំងអស់ហ្មងហើយបន្ទាប់មកយើងដាក់ដាំឲ្យពុះសិនណាឃើញទឹកស្អ៊ីវចាប់ផ្ដើមពុះហើយបងប្អូនបន្ថយក្តៅឲ្យទូចបំផុតបិទគម្របទុក20នាទីទុកនឹងសិនទៅថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនមើលឈុតក្បិតថ្មីរបស់ខ្ញុំឈុតក្បិតនេះគឺខ្ញុំឆ្លាញ់មែនតើដោយសារស្ដើងម៉ូតតែសំខាន់វាមានច្រើនជម្រើសទៀតខ្ញុំមានជាមួយនឹងឈុតដាក់គ្រឿងក្រៅថ្មីបាល់ថ្មឡងធ្ងន់ហ្មងមួយនឹងឈុតឆ្នាំងស្រាលល្មមពណ៌ស្អាតហើយឆាប់ក្តៅទៀតតែញបងប្អូនឆ្នាំងខ្លះស្ដើងហួរតែពេលក្រាស់វិញណាធ្ងន់ដូចថ្មពេលឆ្នាំងនេះស្រាលល្មមពេញចិត្តស្ដោកហ្មងហូតចានអីក៏ស្អាតដែរបងប្អូនឲ្យរកទិញតាមផេកគាត់បានគាត់មិនធំតែលក់អនឡាញទេបងប្អូនគាត់ក៏មានទីតាំងដែរបងប្អូនអាចចោះទៅមើលផ្ទាល់បានទីតាំងរបស់គាត់គឺនៅម្ដុំផ្សារអូឡ িম্প ិកបងប្អូនអាចចូលមកផេកគាត់បានណាវ៉ាន់របស់គាត់គឺច្រើនជម្រើសមែនតើហើយសំខាន់ណាស់ស្ទើរវ៉ាន់ខ្ជូតទៀតឈុតចាននេះហ្នឹងបងប្អូនអាចទិញដាក់ផ្ទះមកឈុតពេលភ្ញៀវមកលេងផ្ទះហ្នឹងយើងមានអញ្ជើញភ្ញៀវបាននិយាយទៅស្ទាយរបស់ខ្ញុំមកខ្ញុំចិត្តអីដែលខ្ជូតហើយស្អាតទាន់សម័យអញ្ចឹងណាបើសិនជាបងប្អូនត្រូវការកុំភ្លេចតាក់ទងទៅគាត់ណាស្អាតសាហាវសមនហ្នឹងបងប្អូនឲ្យគេហាន់ស្រាប់ក៏បានដែរប៉ុន្តែឲ្យគាត់ហាន់ក្រាស់បន្តិចណាបើខ្ញុំវិញទិញមកហាន់ខ្លួនឯងហ្មងចង់សាក់ក្បិតដែរហ៎ថាមុតសម្រាប់ពងមាន់ខ្ញុំស្ងោរជាមួយពងមាន់ស្រែចាំទឹករៀងពុះឲ្យបងប្អូនដាក់ពងមាន់ចូលរាប់5នាទីគឺចេញមកច្រកភ្នៅហ្មងបើសិនជាបងប្អូនធ្វើពងមាន់ធម្មតាយើងរាប់ពីពេលទឹកពុះ7ទៅ8នាទីរូបមន្តទឹកស្អ៊ីវនេះគឺខ្ញុំធ្វើត្រាំដៃសាម៉នជាមួយនឹងពងមាន់នេះហើយបើត្រាំបកាត្រូវដាក់ខ្ញីថែមទៀតកុំឲ្យឆ្អាបស្អ៊ីវរបស់យើងបន្តទៅ20នាទីហើយបងប្អូនយកកាក់ចេញទាំងអស់ហឺទុកឲ្យត្រជាក់សិនចាំយើងរៀបថៃសាម៉នចូលហើយដាក់ទឹកស្អ៊ីវចូលពេលហ្នឹងខ្ញុំទៅឈួតអីដាក់កំប៉ុងឡើងទូចញ៉ែដល់តែពេលណែនអញ្ចឹងពេកថៃសាម៉នយើងអត់បានសប់ល្អអញ្ចឹងបងប្អូនត្រូវរកតែវារៀងធំបន្តិចហើយខ្ញុំមានរោយជាមួយនឹងល្ងលីងពីលើទៀតណាពងមាន់នេះវិញតែរៀងធំបន្តិចចឹងពងមាន់យើងបានឡើងសប់ល្អសម្រាប់ពងមាន់យើងត្រាំមកយកបើថៃសាម៉នយើង5ម៉ោងហូបបានហើយយើងរក្សានៅក្នុងទូទឹកកកណាពេលហូបអស់ទឹកសុសហ្នឹងបងប្អូនអាចយកទៅប្រឡាក់សាច់បានកុំចោលស្ដាយមួយទៀតសម្រាប់បងប្អូនណាដែលចំណាំថាទិញអ្នកលក់ទឹកស្អ៊ីវចេញមករៀងផ្អែមបន្តិចបងប្អូនអាចថែមស្ករតាមនឹងបានបើរូបមន្តរបស់ខ្ញុំគឺរៀងប្រៃផ្អែមវាសូវផ្អែមពេកតែនៅតែឆ្ងាញ់ហើយសាម៉នរបស់ខ្ញុំរៀងហួសមកបន្តិចហើយប៉ុន្តែអត់អីអត់ប្រៃទេបងប្អូនកុំភ្លេចសាក់ធ្វើញ៉ាំណា